ចម្រើនពរញាតិញោមពុទ្ធបរិស័ទទាំងអស់ទាំងនៅក្នុងនិងនៅក្រៅប្រទេសនេះគឺជាសកម្មភាពខ្លះៗដែលក្រុមជាងកំពុងតែមមាញឹកនៅក្នុងការបំពេញការងារតាមផ្នែករបស់គាត់នីមួយៗតួយ៉ាងនេះគឺក្រុមជាងផ្នែកដំបូលកំពុងតែមមាញឹកនៅក្នុងការឡើងទៅផ្នែកដំបូលញាតិញោមណាហើយមួយវិញទៀតនៅខាងលិចជាងខាងត្បូងឧបឋានសាលាថ្មីគឺក្រុមជាងដែលគាត់កំពុងតែកាប់នេះគឺគាត់កំពុងតែធ្វើនៅទូប្រាសាទហើយមានក្រុមជាងមួយផ្នែកទៀតហ្នឹងក៏គាត់កំពុងតែរៀបចំធ្វើនៅស៊ុំខ្លោងទ្វារចូលទាំង3ច្រកទាំង3ខ្លោងទ្វារ2ច្រកគឺច្រកខាងត្បូងនិងច្រកខាងកើតហើយភ្លោះនេះគឺច្រកខាងត្បូងដែលមានការឧបត្ថម្ភពីញោមសេងសេហានិងញោមសួរសុភីនៅខាងទូទំពូមញាតិញោមណាហើយនេះគឺជាទស្សនវិជ្ជាទូទៅទាំងអស់នៅទីអាវាសវត្តក្រាំងស្លារបស់យើងនៅខាងភូមិស្លាគុំចាស្រុកព្រៃកបាស់ខេត្តតាកែវញាតិញោមណាចឹងញាតិញោមដែលអញ្ជើញមកបុណ្យមកទានអីក្រោយទៀតគឺយើងមានទាំងដំបូលដើម្បីជ្រោកភ្លៀងហើយកន្លែងស្អាតល្អធំទូលាយជាងមុនញាតិញោមណាដោយសារតែយើងរើកន្លែងចាស់មួយចំនួនចេញដើម្បីយើងធ្វើឲ្យទីធ្លានឹងឯហ្នឹងមានសោភ័ណភាពធំទូលាយស្អាតមើលទៅគួរជាទីជ្រះថ្លាញាតិញោម